បន្ទាប់ពីអ៊ីរ៉ង់សងសឹកអ៊ីស្រាអែលគំរាមបំផ្លាញទីក្រុងតេហេរ៉ង់អ៊ីរ៉ង់និងអ៊ីស្រាអែលបានបាញ់មីស៊ីលនិងធ្វើការវាយប្រហារតាមអាកាសដាក់គ្នានៅថ្ងៃសៅរ៍ទី14ខែមិថុនាឆ្នាំ2025មួយយប់បន្ទាប់ពីអ៊ីស្រាអែលបើកការវាយលុកតាមអាកាសដ៏ខ្លាំងក្លាលើអ៊ីរ៉ង់នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersអ៊ីរ៉ង់និងអ៊ីស្រាអែលបានបាញ់មីស៊ីលនិងធ្វើការវាយប្រហារតាមអាកាសដាក់គ្នានៅថ្ងៃសៅរ៍ទី14ខែមិថុនាឆ្នាំ2025នេះដោយមួយយប់បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយលុកតាមអាកាសដ៏ខ្លាំងក្លាទៅលើអ៊ីរ៉ង់នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersនៅក្នុងទីក្រុងហេរ៉ង់ទូរទស្សន៍រដ្ឋបានរាយការណ៍ថាមនុស្សប្រហែល60នាក់រួមទាំងកុមារ20នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារលំនៅឋានមួយជាមួយនឹងការវាយប្រហារបន្ថែមទៀតនៅទូទាំងប្រទេសខណៈអ៊ីស្រាអែលបានអះអាងថាខ្លួនបានវាយប្រហារជាច្រើនជាង150គោលដៅនៅឯអ៊ីស្រាអែលវិញស៊ីរ៉ែនវាយឆ្មក់តាមអាកាសធ្វើឲ្យប្រជាជននាំគ្នារកកន្លែងពូនមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថាអ៊ីរ៉ង់បានបាញ់មីស៊ីលប៉ាឡេស្តិកប្រហែល200គ្រាប់ក្នុងរលកវាយប្រហារលើកទី4ទោះជាសហរដ្ឋអាមេរិកបានជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ប៉ុន្តែនៅតែមានការផ្ទុះក្នុងសង្កាត់លំនៅឋានក្នុងប្រទេសអ៊ីស្រាអែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាតបានគូបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាអ៊ីរ៉ង់ឆ្លងកាត់បន្ទាត់ក្រហមហើយប្រសិនបើមេដឹកនាំកំពូលលោកអាយ៉ាតូឡាអាលីខាមេនីបន្តបាញ់មីស៊ីលនៅមុខផ្ទះរបស់អ៊ីស្រាអែលនោះតេហេរ៉ង់នឹងត្រូវខ្ទេចគូបញ្ជាក់ថាអ៊ីស្រាអែលជាអ្នកដែលទទួលមុខលើទីតាំងនុយក្លេអ៊ែរនិងយោធាអ៊ីរ៉ង់ដែលបានសម្លាប់មេបញ្ជាការនិងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់6នាក់រួមទាំងជនស៊ីវិលសរុប78នាក់